ប្រធានាធិបតីមិចស៊ិកកំពុងពិចារណាចាត់វិធានការផ្លូវច្បាប់ទៅលើមហាសេដ្ឋីអាមេរិក Elon Musk ប្រធានាធិបតីមិចស៊ិកលោកស្រី Claudia Sheinbaum បានប្រកាសថាលោកស្រីកំពុងពិចារណាទៅលើបណ្ដឹងប្រឆាំងទៅនឹងមហាសេដ្ឋីអាមេរិក Elon Musk បន្ទាប់ពីលោកបានអះអាងថាលោកស្រីត្រូវបានគ្រប់គ្រងដោយក្រុមជួញដូរគ្រឿងញៀនយោងទៅតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី25ខែកុម្ភៈឆ្នាំ2026បានឲ្យដឹងថាលោក Elon Musk បានសរសេរមតិយោបល់នេះកាលពីថ្ងៃច័ន្ទបន្ទាប់ពីអាជ្ញាធរមិចស៊ិកបានប្រកាសអំពីការសម្លាប់លោក Namaso Asegura Cavendish ដែលជាមេដឹកនាំក្រុមជួញដូរគ្រឿងញៀនចំនួនថ្មីលោក Elon Musk បានឆ្លើយតបទៅកាន់ការបង្ហោះមួយក្នុងឆ្នាំ2025ដែលលោកស្រី Sheinbaum បានបដិសេធសង្គ្រាមទាំងស្រុងទៅលើក្រុមជួញដូរគ្រឿងញៀននៅក្នុងវីដេអូមួយលោកស្រី Sheinbaum បាននិយាយថាការវិលត្រឡប់ទៅសង្គ្រាមប្រឆាំងទៅនឹងគ្រឿងញៀនមិនមែនជាជម្រើសមួយទេវាគឺជាការអនុញ្ញាតឲ្យសម្លាប់ដោយគ្មានការកាត់ក្តីណាមួយឡើយលោក Elon Musk បានឆ្លើយតបនឹងលោកស្រីកំពុងនិយាយអ្វីដែលថៅកែក្រុមជួញដូរគ្រឿងញៀនរបស់លោកស្រីប្រាប់ឲ្យលោកស្រីនិយាយដោយអះអាងថាការដាក់ទណ្ឌកម្មរបស់ពួកគេចំពោះការ